សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរនាងខ្ញុំសូមនាំអារម្មណ៍មកមកទស្សនាផ្ទះគម្រោងក្រែតអំវិឡាដែលមាននៅក្នុងគម្រោង ML Scenery ខាងប្អូនចង់ដឹងថាខាងក្នុងមានការរៀបចំដែលគាត់បាត់ណាស់នោះសូមអញ្ជើញចូលមើលខាងក្នុងជាមួយនាងខ្ញុំទាំងអស់គ្នាសម្រាប់ទីតាំងខាងនេះផងដែរគឺជាសួនជំនាញផ្ទះក្រែតអំវិឡាសម្រាប់ទីតាំងខាងនេះវិញគឺជាបន្ទប់ទទួលភ្ញៀវក្រែតអំវិឡាជាកន្លែងទទួលទានអាហារដែលមានផាសុខភាពជាបន្ទប់មេគ្រួសារដ៏ធំទូលាយអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់ជួបជាមួយនឹងខ្ញុំនៅវីដេអូបន្ត